លោកតាចោលចៅយូរឆ្នាំមកហើយនឹកណាស់តាយចង់លឺសំឡេងតាធ្លាប់បំពេឲ្យចៅបានគេងចៅនឹកសំឡេងនាលពេលយប់យន់អនុស្សាវរីយ៍ជាមួយលោកតាដកជាប់ចិន្តាមកដល់បច្ចុប្បន្នទោះជាមិនច្រើនតែចៅអរគុណគុណតាពេកពុនមកលើរូបចៅលោកតាហត់នឿយមិនសូវសម្រាកឈឺកាត់លំបាក់នៅដល់យប់ជ្រៅលោកយាយនៅផ្ទះរងចាំមើលផ្លូវពេលណាតាទៅកន្លែងសម្រាកបើសិនជាតាបានលឺសំឡេងចៅចង់ថ្លាថ្លែងប្រឡែងនឹងតាចៅចង់រំលឹករាល់អានុស្សាចៅនឹងលោកតាបានឆ្លងកាត់មកយ៉ាងណារឿងនេះគ្រាន់ការស្រមៃតែចៅនឹកក្រៃចង់ស្ទុះចាប់អោបើមានជាតិក្រោយចៅសូមតបជាប់នេសាយឲ្យជាប់ជាចៅតាទៀត